សូមជម្រាបសួរសូមស្វាគមន៍មកកាន់ Channel Knowledge Cambodia 100K ថ្ងៃនេះនាងខ្ញុំមកបរិយាយអំពីវិធីបំបត្តិឈឺកែងជើងដោយខ្លួនឯងតើបងប្អូនទាំងអស់គ្នាធ្លាប់ឈឺកែងជើងដែរឬទេសូមបងប្អូនជួយចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗមូលហេតុអ្វីបានជាឧស្សាហ៍ឈឺកែងជើងតើត្រូវធ្វើដូចម្តេចខ្លះដើម្បីបន្ធូរអាការៈឈឺកែងជើងដោយខ្លួនឯងតើគួរទៅជួបគ្រូពេទ្យដែរឬទេការឈឺកែងជើងញឹកញាប់អាចបណ្ដាលមកពីមូលហេតុជាច្រើនដូចជាឈរឬដើរយូរពេកពាក់ស្បែកជើងមិនសមរម្យឬស្បែកជើងបាតរឹងឡើងទម្ងន់ខ្លាំងធ្វើឲ្យកែងជើងទទួលសម្ពាធច្រើនរលាកសរសៃនៅបាតជើងរបួសឬក្រិចសាច់ដុំជុំវិញកែងជើងជំងឺរលាកសន្លាក់ឬជំងឺផ្សេងវិធីបន្ធូរអាការៈដោយខ្លួនឯង 1. សម្រាកជើងឲ្យបានច្រើនកាត់បន្ថយការឈរឬដើរយូរ 2. ដាក់ទឹកកកលើកន្លែងឈរ 15 ទៅ 20 នាទីម្ដង 3 ទៅ 4 ដងក្នុងមួយថ្ងៃ 3. លាតសន្ធឹងសាច់ដុំកំភួនជើងនិងបាតជើងជាប្រចាំ 4. ពាក់ស្បែកជើងទន់មានទ្រនាប់ទ្រកែងជើងល្អ 5. បើទម្ងន់លើសគួរគ្រប់គ្រងទម្ងន់ឲ្យសមរម្យ 6. អាចម៉ាស្សាបាតជើងថ្នមដោយប្រើដបត្រជាក់ឬបាល់តូចរមៀលក្រោមបាតជើងតើគួរទៅជួបគ្រូពេទ្យដែរទេគួរទៅជួបពេទ្យប្រសិនបើឈឺខ្លាំងឬឈឺជាង 2 ទៅ 3 សប្តាហ៍មិនធូរស្រាលកែងជើងហើមក្រហមឬក្តៅខ្លាំងមិនអាចដើរបានធម្មតាឈឺបន្ទាប់ពីដួលឬរបួសមានអារម្មណ៍ស្ពឹកឬខ្សោយជើងសូមអរគុណបងប្អូនសម្រាប់ការតាមដានស្ដាប់ពីដើមដល់ចប់សូមបងប្អូនជួយចុច Subscribe ឬចុចសញ្ញាកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗសូមអរគុណ